សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងឃើញថាមកតកាតនៅក្រសួងតបវេសឃើញថាជប៉ុនណាព្រឹកឡើងណាសម្បីតែការ scan កាតចូលចេញចូលយើងទៅគឺសិតតែតម្រង់ជួរកុំថាឡើយតែចូលក្នុងហាងដើម្បីតម្រង់ជួរសម្បីតែកន្លែង scan កាតក៏តម្រង់ជួរដែរនិយាយរួមអូជនជាតិនេះសូមសរសើរហ្មងហើយឡើងមើលភ្លឹងទៅហើយងើបឡើងមកចេញមកតការនៅក្រសួងតបវេសដាក់ច្បាប់ការងារមួយថ្ងៃអូយមកឃើញមនុស្សទៅធ្វើការដោយសមោចអស់មើលអស់តោះទៅពីព្រលឹមមកតបានពុកឯងងើបតាំងម៉ោង5ជាងមក6មកដល់ថាស្អីនេះខ្លាចខករត់ភ្លើងខ្លាចខកអីចឹងទៅពួកឯងមនុស្សច្រើននៅជប៉ុនអញ្ចឹងគឺដំណើរអីពេលព្រឹកអញ្ចឹងថ្ងៃហ្នឹងថ្ងៃសុក្រអញ្ចឹងមនុស្សចេញទៅធ្វើការអ៊ូអរត់ភ្លើងស្ទះឡានក្រុងស្ទះអីចឹងទៅអញ្ចឹងខំងើបពីព្រលឹមហើយនៅតែមានមនុស្សអាយមនុស្សយកទៅប្រទេសនេះចាំឲ្យមើលនេះមនុស្សគូផងមែន